សាខ្មែរមេរៀនទី47ម៉ូសេតនឬធ្មេញកណ្ដុរនេះគឺសញ្ញាម៉ូសេតនឬសញ្ញាធ្មេញកណ្ដុរវេយ្យាករណ៍ចូលអានឧទាហរណ៍រួចសង្កេតមើលពាក្យដែលមានពណ៌ក្រហម 1. យាយយ៉ាតពាក់វ៉ែនតាកំពុងខម៉ាំ 2. ចៅង៉ែតឈឺរ៉ាំរ៉ៃញ៉ាំនំប៉័ងមិនបាន 3. តាម៉ុកអង្គុយផ្លុំពៃក្រោមដើមចម្ប៉ា 4. ក្នុងសមុទ្រខ្មែរយើងមានរ៉ែប្រេងកាតយ៉ាងច្រើនម៉ូសេតនឬធ្មេញកណ្ដុរប្រើប្រាស់សម្រាប់ដាក់លើព្យញ្ជនៈពួកអឺងើញ៉ៅម៉ៅយ៉ៅរ៉ៅវ៉ៅឲ្យទៅជាសូរព្យញ្ជនៈពួកអងើស្លាប់ពីងឬងើធ្មេញកណ្ដុរងញ៉ៅធ្មេញកណ្ដុរញម៉ៅធ្មេញកណ្ដុរម៉យ៉ៅធ្មេញកណ្ដុរយ៉រ៉ៅធ្មេញកណ្ដុររវ៉ៅធ្មេញកណ្ដុរវកំណត់សម្គាល់ម៉ូសេតនឬធ្មេញកណ្ដុរប្ដូរជាបុកជើងនេះសញ្ញាបុកជើងប្ដូរមកជាបុកជើងជំនួសវិញកាលណាព្យញ្ជនៈងើញ៉ៅម៉ៅយ៉ៅរ៉ៅវ៉ៅប្រើជាមួយស្រៈអេស្រៈអីស្រៈអ៊ឺស្រៈអ៊ឺស្រៈអាស្រៈអាំឧទាហរណ៍បីម៉ាំញ៉ាំម៉ូសេតនឬធ្មេញកណ្ដុរអាចប្រើជាមួយព្យញ្ជនៈបដើម្បីឲ្យបានជាបធ្មេញកណ្ដុរពឧទាហរណ៍ប៉ៃចំប៉ាប៉ើងនំប៉័ង